តើសៀមមានសិទ្ធិយកដីដែលវាយដណ្ដើមពីកម្ពុជាបានដែរឬទេស្របពេលទីហ៊ានសៀមកំពុងតែធ្វើសកម្មភាពដើររាយបន្លាលួសទន្ទ្រានកាន់កាប់ទឹកដីរបស់កម្ពុជាដែលបានវាយដណ្ដើមកាន់កាប់នៅក្នុងសង្គ្រាមរយៈពេល21ថ្ងៃចន្លោះពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025នោះមកធ្វើឲ្យពលរដ្ឋខ្មែរមានការព្រួយបារម្ភអំពីការបាត់បូរណភាពទឹកដីរបស់កម្ពុជាយ៉ាងខ្លាំងហើយបានលើកជាចោទសួរពីមាត់មួយទៅមាត់មួយតគ្នាពេញនគរថាតើថៃអាចយកដីដែលបានវាយដណ្ដើមពេលសង្គ្រាម21ថ្ងៃបានដែរឬទេជាចម្លើយវាអាស្រ័យតើកម្ពុជាទាមទារមកវិញដែរឬយ៉ាងណាលោកសុកសំអឿនជាអ្នកជំនាញច្បាប់កម្ពុជាបានសរសេរសារបង្ហោះនៅលើទំព័របណ្ដាញសង្គម Facebook ថាអ្នកកាសែតមកពីស្ថាប័នផ្សេងៗគ្នាបានសួរខ្ញុំបើយោងតាមកិច្ចព្រមព្រៀងឈប់បាញ់ចុងក្រោយនេះមូលហេតុដែលថៃព្រមចុះហត្ថលេខាឈប់បាញ់នេះគឺដោយសារមានកថាខណ្ឌដែលចែងថាក្រោយបទឈប់បាញ់ភាគីណានៅខាងណាគឺត្រូវឈប់សកម្មភាពទាំងអស់ហើយដែលថៃបានយល់ថាវានឹងចំណេញពីសង្គ្រាមនេះដោយសារវាបានដណ្ដើមបានដីមួយចំនួនដោយដែលក្រសួងការបរទេសកម្ពុជាបានប្រកាសប៉ុន្តែនៅកថាខណ្ឌចុងក្រោយនៃកិច្ចព្រមព្រៀងមានចែងថាវិវាទព្រំដែនត្រូវដោះស្រាយតាមច្បាប់អន្តរជាតិដែលមានន័យថារឿងព្រំដែនត្រូវធ្វើទៅតាមច្បាប់អន្តរជាតិដែលកិច្ចព្រមព្រៀងបារាំងសៀមឆ្នាំ1904និងឆ្នាំ1907និង MOU ឆ្នាំ2001មិនមែនតាមរយៈការប្រើកម្លាំងទ័ពនោះទេលោកមេធាវីរូបនេះបានសរសេរបន្តថាកាលបើមានការកាន់កាប់ដោយទ័ពបែបនេះហើយគឺថៃប្រកាសជាមិនដកថយនោះទេគឺលុះត្រាតែប្រើយន្តការរបស់អង្គការសហប្រជាជាតិនិងធ្វើឲ្យអន្តរជាតិប្រើសម្ពាធលើថៃខ្លាំងដូច្នេះប្រសិនបើថៃមិនព្រមដកទ័ពនិងមិនប្រើយន្តការគណៈកម្មការដោះស្រាយវិវាទព្រំដែននោះទេគឺមានតែប្រើយន្តការរបស់អង្គការសហប្រជាជាតិនិងតុលាការអន្តរជាតិ